ក្នុងថ្ងៃនេះខ្ញុំនឹងនាំប្អូនឲ្យស្គាល់អំពីព្យញ្ជនៈរបស់ខ្មែរយើងតោះមករៀនទាំងអស់គ្នាអក្សរកកកកកគឺកង្កែបសត្វកង្កែបកំពុងលត់លេងអក្សរខខខខខគឺខ្លាសត្វខ្លាដើរនឹងលោតអក្សរកកកកគឺគោសត្វគោកំពុងតែស៊ីស្មៅអក្សរខខខខខគឺឃ្លៀងឃ្លៀងកន្លែងដាក់អេវ៉ាន់អក្សរងងគឺងូតក្មេងស្រីកំពុងតែងូតទឹកអក្សរចចគឺចាបសត្វចាបកំពុងហោះហើរនៅមុខផ្ទះអក្សរឆគឺឆ្មាសត្វឆ្មាកំពុងដើរលេងអក្សរជគឺជ្រូកសត្វជ្រូកកំពុងរត់លេងមុខផ្ទះអក្សរឈគឺឆ្លួសសត្វឆ្លួសកំពុងដើរលេងក្នុងព្រៃអក្សរញគឺញញួរដំដែកគោលអក្សរដគឺដំរីសត្វដំរីធំនិងកូនដំរីកំពុងដើរលេងក្នុងព្រៃដំរីមានច្រមុះវែងដំរីគួរឲ្យស្រឡាញ់អក្សរថគឺឋានីរថភ្លើងឋានីរថភ្លើងគឺជាកន្លែងអង្គុយរង់ចាំរថភ្លើងធ្វើដំណើរដោយមានសុវត្ថិភាពទៅដល់កន្លែងនានាអក្សរដូគឺដួងច័ន្ទភ្លឺថ្លាលើមេឃដួងច័ន្ទស្អាតណាស់កូនចូលចិត្តមើលដួងច័ន្ទឬទេអក្សរថ
អក្សរថជាអក្សរខ្មែរតែអក្សរនេះយើងមិនសូវប្រើពាក្យឧទាហរណ៍ទេកូនចាំតែរូបរាងមិនសំឡេងអក្សរថអក្សរណគឺនារីគឺជាឈ្មោះរបស់ក្មេងស្រីគួរឲ្យស្រឡាញ់កូនចាំអក្សរណឲ្យបានល្អណា Suoste, welcome to my school. My name is Nari. អក្សរតគឺត្រីកំពុងហែលទឹកនៅក្នុងទន្លេត្រីរស់នៅក្នុងទឹកតើបងប្អូនចូលចិត្តត្រីឬទេអក្សរថគឺថសម្រាប់ដាក់ផ្កាថស្អាតណាស់តើផ្ទះកូនមានថឬទេអក្សរតគឺទាសត្វទាដើរលេងនិងហែលទឹកតើបងប្អូនចង់ចេះហែលទឹកដូចសត្វទាដែរឬទេទាយំសំឡេងកាបអក្សរថគឺធូរ៉េនជាផ្លែឈើមានក្លិនខ្លាំងតើបងប្អូនចូលចិត្តញ៉ាំធូរ៉េនទេ Sounds good. It's perfect. អក្សរណគឺនាគជាសត្វក្នុងរឿងព្រេនដ៏មានអំណាចតើបងប្អូនស្គាល់សត្វនាគដែរឬទេអក្សរបគឺបាយក្មេងស្រីកំពុងអង្គុយញ៉ាំបាយតើបងប្អូនញ៉ាំបាយហើយឬនៅបើនៅតើមកញ៉ាំជាមួយគ្នាអក្សរផគឺផ្ទះនេះពិតជាស្រស់ស្អាតហើយធំទៀតផងអក្សរពគឺពពែសត្វពពែជាសត្វស៊ីស្មៅជាអាហារតើប្អូនស្គាល់ពពែដែរឬទេពពែយំម៉ែអក្សរផគឺភ្នំគឺធំណាស់មានសត្វព្រៃឈើទឹកហើយស្រស់ស្អាតទៀតផងតើបងប្អូនធ្លាប់ដើរលេងតំបន់ភ្នំដែរឬទេអក្សរម៉គឺមាន់សត្វមាន់ជាសត្វចិញ្ចឹមមានស្លាបមានជើងពីរមាន់រស់នៅជិតផ្ទះតើផ្ទះបងប្អូនមានចិញ្ចឹមមាន់ដែរឬទេអក្សរយោគឺយំក្មេងស្រីកំពុងតែយំម្ដាយនាងរត់មកអោបតើបងប្អូនធ្លាប់យំដែរឬទេអក្សររគឺរមាសសត្វរមាសមានមាឌធំនិងមានស្នែងពីរមុខសត្វរមាស
កំពុងរត់ក្នុងព្រៃតើបងប្អូនស្គាល់សត្វរមាសដែរឬទេអក្សរវវវវវគឺវត្តវត្តជាកន្លែងព្រះសង្ឃគង់នៅនិងមានមនុស្សជាច្រើនទៅវត្តតើពួនធ្លាប់ទៅវត្តដែរឬទេអក្សរលលលលលគឺលលកលលកជាបស័យតូចៗមានស្លាបហើយអាចហៅនៅលើមេឃបានតើបងប្អូនធ្លាប់ឃើញសត្វលលកដែរឬទេអក្សរសសគឺសេះជាសត្វមានមាឌធំមានជើង4ហើយរត់លឿនណាស់វាស៊ីស្មៅជាអាហារតើបងប្អូនចូលចិត្តជិះសេះដែរឬទេអក្សរហគឺហោះមើលតែយន្តហោះកំពុងហោះនៅលើមេឃវាហោះខ្ពស់ណាស់ហើយលឿនទៀតផងតើបងប្អូនធ្លាប់ឃើញយន្តហោះដែរឬទេអក្សរលគឺឡានមើលទៅឡានកំពុងរត់លើផ្លូវវាមានកង់4ហើយអាចដឹកមនុស្សបានតើបងប្អូនចូលចិត្តជិះឡានដែរឬទេអក្សរអគឺអាវជាសម្លៀកបំពាក់ដែលយើងពាក់រាល់ថ្ងៃអាវមានពណ៌ស្អាតហើយធ្វើឲ្យយើងមើលទៅស្អាតតើបងប្អូនពាក់អាវពណ៌អ្វីថ្ងៃនេះបងប្អូនរៀនប៉ុណ្ណឹងបានហើយជួបគ្នានៅវីដេអូបន្តទៀតកុំភ្លេចណាសូមជួយចុចរូបកណ្ដឹងនិងពាក្យ Subscribe ដើម្បីតាមដានវីដេអូបន្តសូមអរគុណ